ថ្លែងពីរចនាឯណោះក្រោយពីបានបិទទ្វារបង្អួចលន់សូរញ្ជួយក៏ក្រោកអស់ប្រតិពីរួចហើយនាងក៏ងាកមករអ៊ូរងើតែម្នាក់ឯងទាំងចងចិញ្ចាមចូលគ្នាឯមុខក៏ឡើងក្រហមដោយអារម្មណ៍ខឹងក្នុងខួរក្បាលអាគាត់នរិនស្អីគេនោះតើខ្វះកន្លែងឈរណាស់ឬកន្លែងមួយគំនោមិនទៅឈរហេតុអ្វីមកឈរនៅមាត់របងនេះទៅវិញរចនានិយាយបណ្ដាបោះជំហានដើរចូលក្នុងបន្ទប់ទឹកបណ្ដាដើម្បីងូតទឹកសម្អាតខ្លួនក្រោយពីងូតទឹកនិងរៀបចំខ្លួនរួចហើយរចនាក៏បានដើរចុះទៅខាងក្រោមដើម្បីស្រស់ស្រូបបបរពេលព្រឹកដែលខ្លួនបានផ្ដាំមីងទេវីឲ្យចំអិនតាំងពីម្សិលមិញរចនាដើរចុះបណ្ដាស្ទើរមិនត្រង់ជើងព្រោះកាលពីល្ងាចមិញនាងពុំបានហូបអ្វីចូលពោះឡើយអ្វីដែលសំខាន់គូចំនួនស៊ីសាច់ហុតឈាមរបស់នាងនៅពុំទាន់ដើរចេញទៅណាឆ្ងាយពីមាត់របងនោះទេរចនាមិនបងអង្គយូរក៏ឆ្លៀតបង្ហើរប្រយោគមួយឃ្លាទៅតាមខ្យល់ក្រែងអាចរំសាយអារម្មណ៍តានតឹងបានខ្លះអោបាត់ដំបងបណ្ដូលចិត្តខ្ញុំអើយអ្នកគួរឲ្យចង់រស់នៅណាស់ទេសភាពក៏ស្អាតខ្យល់អាកាសក៏បរិសុទ្ធបរិយាកាសក៏ស្រស់ស្រាយប៉ុន្តែហេតុអ្វីក៏មានស្វាវង្វេងព្រៃរត់មកធ្វើបាបអ្នកស្រុកអ្នកភូមិបែបនេះរចនាមិនសង្ឃឹមថាប្រយោគមួយឃ្លានេះនឹងលឺដល់ត្រចៀករបស់នាយនរិនឡើយព្រោះអ្នកកំឡោះនៅតែគ្មានប្រតិកម្មអ្វីសោះហើយគិតតែពីលើកធុងទឹកយកទៅស្រោចផ្កាដែលគាត់ដាំក្បែររបងផ្ទះហាក់មិនបានលឺអ្វីដែលនាងនិយាយមុននេះឡើយអាកប្បកិរិយារបស់នរិននៅពេលនេះគឺធ្វើឲ្យរចនាកាន់តែខ្នាញ់នឹងនាយថែមមួយកម្រិតទៀតនាងប្រញាប់រត់ចុះពីលើជណ្ដើរទាំងទន្ត្រង់ជើងខ្លាំងរហូតចុះមកដល់ក្រោមដីហើយក៏នាងនៅតែមិនទាន់បាត់ទន្ទ្រាំជើងដែររចនាហៀបនឹងដើរចូលទៅក្រោមផ្ទះទៅហើយតែក៏ត្រូវដំណើរភ្លាមក្រោយពីបានស្ដាប់ឮប្រយោគដែលបន្លយចេញពីមាត់របស់អ្នកជាប់របងអោអាថ្នោតអើយហេតុអ្វីឯងមកទន្ទ្រាំជើងហើយធ្វើមាត់សំផែតដូចជាទាបែបនេះខ្ញុំដឹងថាឯងចង់ចាក់ចេញពីទីនេះណាស់ប៉ុន្តែវាសនារបស់ឯងគឺតម្រូវជាប់បំណុលកម្មជាមួយនឹងខ្ញុំច្រើនទៀតដូច្នេះមុននឹងចង់រត់គេចត្រូវតែប្រញាប់ទូទាត់សងខ្ញុំឲ្យអស់ជាមុនសិនក្រែងលោសងមិនអស់អាចនឹងត្រូវទូទាត់បន្ថែមទៅចិត្តក្រោយទៀតណាអ្នកកំឡោះមិនគ្រាន់តែនិយាយថែមទាំងសើចបញ្ឈឺរចនាទៀតជាហេតុធ្វើឲ្យនាងកាន់តែខឹងឈួលខ្លាំងឡើងស្រីតូចមិនបងអង្គយូរក៏ប្រញាប់ឆ្លើយតបទៅវិញភ្លាមដោយសម្ដីត្រគោះបោះបោកជាងពេលណាទាំងអស់ខ្យល់អើយខ្យល់កុំសូវបានសម្ដីពេកប្រយ័ត្នថ្ងៃណាមួយឆ្លក់ទឹកមាត់ដេកស្លាប់នៅក្បែររបងនឹងទៅវើយស្រដីចប់ភ្លាមស្រីតូចរចនាក៏ប្រញាប់ដើរចូលទៅខាងក្រោមផ្ទះដើម្បីស្រស់ស្រូបអាហារពេលព្រឹកដោយមិនខ្ចីងាកទៅមើលមុខរបស់នរិនសូម្បីតែបន្តិចណាឡើយរបងដែលខណ្ឌចែករវាងការដ្ឋានរបស់នាងនិងដីចម្ការរបស់នរិនគឺជារបងឈើដែលមានកម្ពស់ត្រឹមស្មាមនុស្សធំប៉ុណ្ណោះ
ដូច្នេះហើយវាមិនមែនជារឿងលំបាកឡើយសម្រាប់ឲ្យអ្នកទាំងពីរបង្កើតព្យុះភ្លៀងពាក្យសម្ដីដាក់គ្នាទៅវិញទៅមកតាមពិតទៅសន្តាគាររបស់រចនាក៏មានគម្រោងនឹងសាងសង់របងថ្មខ្ពស់ផងដែរប៉ុន្តែដោយសារបញ្ហាទំនាស់ជាមួយនឹងនរិនមិនទាន់ដោះស្រាយរួចទើបមិនអាចសាងសង់អ្វីបានបន្តទៀតបើតាមចិត្តខឹងម្លេះរចនាប្រហែលជាលេបបបពេលព្រឹកដែលមីងទេវីធ្វើឲ្យមិនចូលទេប៉ុន្តែដោយសារកាលពីយប់មិញនាងមិនបានហូបអ្វីសោះទើបអារម្មណ៍ក្លៀនខ្លាំងនៅពេលនេះបានបង្ខំនាងឲ្យដួសហត់រហូតផ្អាកការខឹងសិនបន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹករួចហើយរចនាក៏បានឡើងទៅលើផ្ទះស្នាក់វិញរឿងដំបូងគេដែលនាងប្រញាប់ធ្វើគឺសាកល្បងហៅទូរស័ព្ទទៅទីវ៉ាន់ជាថ្មីព្រោះរហូតមកដល់ពេលនេះនាងនៅពុំទាន់យល់សោះពីមូលហេតុដែលទីវ៉ាន់មិនព្រមដោះស្រាយបញ្ហាឲ្យរួចស្រេចទាំងដែលគាត់ខំប្រឹងធ្វើដំណើរទៅផ្លូវឆ្ងាយឡើងរាប់គីឡូម៉ែត្រទីបំផុតបងប្រុសជាទីស្រឡាញ់ក៏យល់ព្រមលើកទូរស័ព្ទគ្រាន់តែទីវ៉ាន់លើកទូរស័ព្ទភ្លាមរចនាប្រញាប់សួរនាំផ្លែតហាក់មិនទុកឲ្យឱកាសបងប្រុសបានដកដង្ហើមសិនឡើយបងទីវ៉ាន់ហេតុអ្វីបងកុហកខ្ញុំបែបនេះរចនាឯងនិយាយស្អីគ្មានក្បាលគ្មានកន្ទុយអញ្ចឹងតើបងទៅកុហកឯងរឿងស្អីកុំមកធ្វើជាមិនដឹងរឿងឲ្យសោះម្សិលមិញនេះបងអះអាងនឹងខ្ញុំច្បាស់ណាស់ថាបងនឹងដោះស្រាយរឿងនេះឲ្យរួចរាល់ចុះហេតុអ្វីបងទុកចោលខ្ញុំឲ្យនៅតែម្នាក់ឯងទាំងមិនទាន់បានដោះស្រាយបញ្ហាបែបនេះនរណាថាបងទុកឯងចោលឲ្យនៅតែម្នាក់ឯងក្រែងនៅទីនេះមានពូរដ្ឋាមីងទេវីនិងកម្មករជាច្រើនអ្នកដែរតើអីបងទេវិនខ្ញុំមិនកំ pl ែងជាមួយបងទេណាបងក៏មិនបានកំ pl ែងលេងជាមួយនឹងឯងដូចគ្នាទេវ៉ាន់គំហុកតបបកមករចនាវិញដោយផ្លាស់ប្ដូរសម្លេងពីទន់ភ្លន់មកជាមើងម៉ាត់ហាក់បង្ហាញឲ្យឃើញថាខ្លួនមិនបាននិយាយលេងដាក់ប្អូនស្រីឡើយរចនាបងកុំភ្លេចឲ្យសោះថាបងឯងក៏មានឋានៈជាអ្នកគ្រប់គ្រងជាន់ខ្ពស់ម្នាក់នៅក្នុងក្រុមហ៊ុនដែរត្រឹមតែដំណោះតូចតាចជាមួយនឹងអ្នកជិតខាងក៏បងឯងខំប្រឹងស្វែងរកវិធីដោះស្រាយផងតើថ្ងៃខាងមុខឲ្យប៉ានិងបងសង្ឃឹមលើឯងបានដោយរបៀបណាទៅចំពោះរចនានេះជាលើកទី1ហើយដែលនាងត្រូវបងប្រុសនិយាយដាក់ដោយសម្ដីខ្លាំងៗបែបនេះជាហេតុធ្វើឲ្យនាងទម្លាក់ទឹកមុខចុះដោយភាពស្រពាប់ស្រពូនមួយរំពេចអ្វីដែលទីវ៉ាន់និយាយគឺមិនខុសឡើយនៅថ្ងៃអនាគតនាងនឹងមានការទទួលខុសត្រូវកាន់តែធំនិងកាន់តែសំខាន់ចំពោះអាជីវកម្មគ្រួសារដែលតម្រូវឲ្យនាងមានសមត្ថភាពនិងស្វ័យភាពជាងនេះប៉ុន្តែចំពោះស្ថានភាពនាពេលបច្ចុប្បន្នគឺនាងពិតជាត្រូវការជំនួយពីបងប្រុសខ្លាំងណាស់តែគ្មានស្គាល់ស្អីទេរចនាបងបាននិយាយជាមួយនឹងលោកនរិនរួចហើយប៉ុន្តែគាត់នឹងយល់ព្រមបញ្ចប់បញ្ហាហើយអនុញ្ញាតឲ្យការដ្ឋានដំណើរការឡើងវិញលុះត្រាតែឯងយល់ព្រមសុំទោសគាត់ដោយផ្ទាល់មាត់ប៉ុណ្ណោះសុំទោសខ្ញុំនេះឬដែលត្រូវទៅសុំទោសអបិស្វាព្រៃម្នាក់នោះហេតុអ្វីខ្ញុំខ្លាចជាអ្នកខុសតែម្នាក់ឯងទៅវិញព្រោះឯងជាអ្នករករឿងគេមុនកុំស្មានបងមិនដឹងឲ្យសោះថាឯងបានទៅនិយាយស្ដីផ្ដេសផ្ដាស់និងបំបាក់មុខគេក្នុងចំណោមមនុស្សយ៉ាងណាខ្លះបញ្ហាមួយដោះស្រាយមិនទាន់រួចជ្រួលបួលផងទៅបន្ថែមបញ្ហាមួយទៀតបងគួរតែកាត់ប្រាក់ខែរបស់ឯងទើបត្រឹមត្រូវថាម៉េចកាត់ប្រាក់ខែខ្ញុំអត់ទេណាបងឥឡូវបងឲ្យជំរើសទៅឯងពីរជំរើសទី1ឯងត្រូវទៅសុំទោសលោកនរិន
រួចធ្វើគ្រប់យ៉ាងដើម្បីឲ្យគាត់យល់ព្រមលើកលែងទោសឲ្យឯងនិងដកពាក្យបណ្ដឹងវិញហើយជំរើសទី2គឺអ្វីទៅបងទីវ័ននិយាយមិនទាន់ផុតពីមាត់ស្រួលបួលផងរចនាក៏ប្រញាប់និយាយកាត់ភ្លាមជំរើសទី2តាមចែចង់រហូតដល់លោកនរិនស្រឡាញ់ឯងទៅពេលនោះបញ្ហាគ្រប់យ៉ាងនឹងចង់ផ្សព្វគ្រប់ជាស្ថាពរហើយថាម៉េចបងទីវ័នបងនិយាយស្អីហ្នឹងបណ្ដាជំរើសទាំងពីរនេះឯងត្រូវតែជ្រើសយកមួយជាដាច់ខាតទីវ័ននិយាយដាក់សម្ពាធលើប្អូនស្រីរហូតដល់នាងក្រពុលមុខបណ្ដាជំរើសទាំងពីរនេះនាងសុទ្ធតែមិនចង់ជ្រើសរើសយកទាំងពីរនោះទេក៏ឃើញថានាងជាអ្នកចាញ់គ្រប់ច្រកទីវ័នសួរបញ្ជាក់ម្ដងទៀតក្រោយពីមិនឃើញប្អូនស្រីឆ្លើយតបអ្វីមកវិញយ៉ាងម៉េចហើយតើឯងសម្រេចចិត្តហើយឬនៅថាគួរជ្រើសរើសយកជំរើសមួយណាខ្ញុំនឹងទៅសុំទោសនាយម្នាក់នោះយល់ព្រមបងសង្ឃឹមថាឯងមិនបង្ករឿងឲ្យកាន់តែវឹកវរជាងមុនទៅចុះបងរងចាំដំណឹងល្អពីឯងប៉ុណ្ណឹងសិនចុះគ្រាន់តែទម្លាក់ទូរស័ព្ទចុះភ្លាមរចនាក៏លូតបោកខ្លួនទៅលើគ្រែមួយទំហឹងរួចធ្វើខ្លួនប្រកិច្ចប្រកិនព្រោះតូចចិត្តនឹងវាសនាដែលតម្រូវឲ្យនាងដើរខ្សែក្រោមមនុស្សដែលនាងស្អប់តែក៏គ្មានជំរើសអ្វីផ្សេងក្រៅពីសម្របខ្លួនទៅតាមស្ថានភាពរចនាដេកយំពេបមាត់ដោយកូនទានៅលើពូករួចស្រមៃដល់រូបនាងដែលនាងទៅសុំទោសមនុស្សដែលនាងកំពុងតែស្អប់គ្រាន់តែគិតក៏នាងចង់ស្រែកឲ្យបែកផែនដីដែររចនាជាក្មេងគោរពចាស់ទុំណាស់ប៉ុន្តែមិនដឹងយ៉ាងម៉េចទេពេលជួបមុខនរិននាងបែរជាបង្ខំចិត្តអោនរំទោនដាក់គាត់ដោយធ្វើដាក់អ្នកដទៃមិនបានសោះប្រហែលមកពីនាងនិងគាត់មានកម្មក្រាស់ដែលសងគ្នាមិនទាន់អស់កាលពីជាតិមុនទេដឹងទើបគ្រាន់តែឃើញមុខគ្នាភ្លាមក៏មានរឿងឆ្លោះធ្វើឲ្យស្អប់មុខនិងមិនចង់ជួបគ្នាដូចពេលនេះរចនាគិតមិនទាន់យល់ទាល់តែសោះថាហេតុអ្វីនាងស្អប់នរិនខ្លាំងដល់ថ្នាក់នឹងទោះយ៉ាងណាក្នុងពេលឥឡូវនេះនាងត្រូវតែបង្ខំចិត្តយកសម្អប់ទៅទុកមួយឡែកសិនហើយងាកមកគិតដល់ការងារធំនិងអនាគតបុគ្គលិករាប់សិបនាក់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់នាងទៅវិញប្រសិនបើនាងនៅតែធ្វើរឹកឆ្មើងឆ្មៃដាក់នរិនបែបនេះទោះបី100ឆ្នាំទៅមុខទៀតក៏សន្តាគារថ្មីរបស់នាងមិនអាចបើកដំណើរការទៅបានដែរអោរចនាអើយរឿងតែមួយគត់ដែលនាងអាចធ្វើបាននៅពេលនេះគឺមានតែទ្រាំសុំទោសអបិស្វាព្រៃនោះតែប៉ុណ្ណោះ